ចូលដល់មង្គលទី10ក្នុងចំណោមមង្គលទាំង38ដែលធ្វើឲ្យជីវិតមានសុភមង្គលសេចក្តីស្ងប់និងវិបុលសុខគឺវាចាជាសុភាសិតបុរាណពោលថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកវាចាដែលថ្លែងចេញមកអាចជាទឹកអម្រឹតអប់ចិត្តគេឲ្យត្រជាក់តែក៏អាចជាលំពែងចាក់ត្រចៀកធ្លាយដល់បេះដូងឈឺចាប់ក្រៃលែងសុប្រែថាល្អរីឯភាសិតសុប្រែថាល្អរីឯភាសិតប្រែថាការពោលវជ័យសុចរិតលក្ខណៈ5យ៉ាងនៃវជ័យសុចរិតទី1ពោលពាក្យពិតគឺនិយាយពាក្យសច្ចៈមិនបញ្ឆោតឆបោកគេទី2ពោលពាក្យតាមកាលគឺស្គាល់ពេលត្រូវនិយាយពាក្យសច្ចៈនោះទី3ពោលពាក្យផ្អែមល្ហែមគឺនិយាយពាក្យពីរោះទន់ភ្លន់សុភាពទី4ពោលពាក្យមានប្រយោជន៍ដល់ខ្លួននិងអ្នកដទៃទី5គឺពោលពាក្យដោយចិត្តមេត្តាគឺនិយាយក្នុងបំណងល្អចង់ឲ្យខ្លួននិងអ្នកដទៃបានសេចក្តីសុខវាចាដែលមានលក្ខណៈ5យ៉ាងខាងលើនេះជាលក្ខណៈរបស់អ្នកប្រាជ្ញបណ្ឌិតអានិសង្សនៃវាចាសុភាសិតមាន5កគេស្រឡាញ់រាប់អានច្រើនខគេស្ដាប់បង្គាប់គទទួលបានរបស់ពិតប្រាកដខមានសម្ដីពិរោះចុងក្រោយងគឺធ្មេញដុសស្មាល្អ